អន្ទង់ឆាម្ទេសសម្រាប់បងប្អូនអ្នកដែលចូលចិត្តអន្ទង់បាទអាចធ្វើតាមខ្ញុំបានបងប្អូនណាបាទធានាថារសជាតិឆ្ងាញ់ដាក់ជាមួយ Anchor Gainsbourg បងប្អូនយើងបាទនៅក្នុងដៃនេះខ្ញុំគឺអន្ទង់ពីរបងប្អូនណាគឺយើងធ្វើរួចរាល់ហើយបាទឆ្អឹងអីគឺយើងបានបេះរួចរាល់ចោលហើយបងប្អូនណាដោយសារតែយើងអត់មានពេលថតពីវិធីបេះឆ្អឹងអន្ទង់ចេញទេអញ្ចឹងគឺថតតែពេលជាមួយនឹងការដែលហាន់សាច់អន្ទង់ឲ្យបងប្អូនយើងមើលតែម្ដងហ្នឹងហើយបងប្អូនសាច់អន្ទង់នេះដែរគឺខ្ញុំអង្គនវាបាទបន្ទាប់មកទៀតគឺខ្ញុំហាន់បច្ឆិតវាទៅវិញដើម្បីឲ្យវាចេញជាកាឡាការ៉ូបន្តិចពេលដែលយើងប្រឡាក់គ្រឿងទៅវាចូលជាតិល្អបងប្អូនណាបាទរួចរាល់ហើយគឺខ្ញុំហាន់វាខ្វែងក្បិតទៅមកអញ្ចឹងបាទពេលយើងឆាទៅសាច់អន្ទង់វាបត់មកល្អបាទហើយបងប្អូនយើងកុំភ្លេច share ចែករំលែកម្នាក់មួយផងបងប្អូនណាបាទចុងក្រោយកតុយវាគឺយើងត្រូវចិញ្ច្រាំវាចិញ្ចឹងមកបងប្អូនណាចិញ្ច្រាំវាដើម្បីយើងប្រឡាក់វាចូលជាតិល្អហើយយើងឆាញ៉ាប់ឆ្អិនដែរអូខេបងប្អូនបន្តមកទៀតគឺយើងប្រើជាមួយនឹងម្ទេសបងប្អូនចង់បានហឹរចឹងហ្នឹងបងប្អូនអាចប្រើម្ទេសតូចបាទម្ទេសដៃនាងបាទ QQ វាហឹរចឹងហ្នឹងបាទហើយបើចង់បានហឹរខ្លាំងចឹងហ្នឹងបងប្អូនអាចដាក់ម្ទេសកន្លះគីឡូចូលម្ទេសហឹរយើងបងប្អូនណាមួយពុះជាពីរទៅបាទបន្ទាប់មកទៀតម្ទេសខៀវនោះគឺខ្ញុំហាន់វិញជាសរសៃអញ្ចឹងបងប្អូនយើងបាទពីព្រោះអីបើយើងហាន់ធំទៅយើងញ៉ាំអត់ឆ្ងាញ់អញ្ចឹងយើងហាន់សរសៃអញ្ចឹងពេលដែលយើងឆាទៅគឺវាឆ្ងាញ់ល្អបងប្អូនណាបាទអធិស្ឋានបាទកន្លែងនេះរកកន្លែងហាន់រករបៀបហាន់ទេអត់ចង់ឃើញទេបាទយើងបត់ទៅបត់មករមកត្រូវជាមួយភ្លីវាបាទរួចដល់ហើយគឺយើងនៅដាក់មកបន្ទល់ផ្សេងទៀតបងប្អូនយើងបាទហើយខ្ញុំប្រើជាមួយនឹងខ្ទឹមសដំបាទខ្ញុំដំវាហើយគឺខ្ញុំចិញ្ច្រាំវាទេបងប្អូនយើងបាទចិញ្ច្រាំពេលដែលយើងលីងទៅវាឈ្ងុយល្អបងប្អូនណាបាទហើយប្រភេទនេះដែរគឺជាប្រភេទម្ហូបចិនបងប្អូនណាមិនមែនម្ហូបខ្មែរទេបាទបន្តមកទៀតគឺខ្ញុំប្រើម្ទេសហឹរបងប្អូនយើងបាទម្ទេសហឹរហ្នឹងគឺខ្ញុំហាន់វាបច្ឆិតដាក់ក្នុងបន្ទល់ដូចគ្នាបាទចុងក្រោយនេះក៏ខ្ញុំត្រូវប្រើជាមួយនឹងម្ទេសក្រហមដៃនាងសម្រាប់ដាក់វាយកពណ៌បន្តិចបងប្អូនយើងហ្នឹងហើយបាទរួចដល់ហើយគឺយើងដាក់ជាមួយម្ទេសខៀវបាទឥឡូវម្ទងនេះគឺយើងយកមកបន្លាក់ជាមួយនឹងប៊ីចេងម្សៅស៊ុបជាមួយនឹងស្ករបាទហើយម្រេចបាទម្រេចសខ្ញុំមកចោលទេប្រេងខ្យងដាក់ឲ្យឈ្ងុយបងប្អូនណាបាទបន្ទាប់មកទៀតគឺស្រាបាទស្រាចិនដាក់ឲ្យបាត់ជាតិឆ្អាបខ្លះបាទហើយខ្ញុំក៏ច្បល់វាកន្លែងហ្នឹងបងប្អូនណាបាទអធិស្ឋានបាទពេលវេលាអត់សូវអំណោយផលខ្ញុំអត់មានពេលពាក់ស្រោមដៃទេបងប្អូនណានេះដែលសារតែយើងធ្វើម្ហូបភ្ញៀវក៏ឆ្លៀតថតឲ្យបងប្អូនយើងមើលទៅបាទប្រភេទម្ហូបនេះដែរគឺខ្ញុំលក់មួយចាន2ដល់10រៀលបើសិនជាធ្វើបន្ទះដៃអន្ទង់គឺខ្ញុំលក់មួយចានអាចដល់$16បងប្អូនយើងបាទជាហេតុដំបូងគឺខ្ញុំស្រុះអន្ទង់បងប្អូនណាអន្ទង់ហ្នឹងស្រុះកុំឲ្យឆ្អិនពេកបងប្អូនតែស្រុះឆ្អិនផុយយើងឆាបាច់វល់ហើយហ្នឹងហើយអញ្ចឹងអន្ទង់ឆាទៅតែបាច់វល់ដល់ភ្ញៀវគេកំ pl ែនយើងអូខេប្រហែលជា40%គឺយើងចាក់ចេញបងប្អូនណាបាទចាក់អន្ទង់នេះចេញយើងដុតខ្ទះឲ្យរឿងក្តៅមកបន្ទាប់មកគឺយើងដាក់ខ្លាញ់ចូលបាទយើងដាក់ខ្លាញ់ចូលបងប្អូនយើងបាទខ្លាញ់កុំឲ្យក្តៅពេកដែរបងប្អូនណាប្រហែលជា40%បានហើយខ្លាញ់ហ្នឹងបាទគឺយើងដាក់អន្ទង់ចូលទៀតបាទអន្ទង់គឺយើងដាក់បំពងបាទដាក់អន្ទង់ចូលបាទពេលដែលដាក់អន្ទង់ចូលបាទគឺយើងយកវៃក្រួយវាចឹងផងបងប្អូនណាកុំឲ្យវាស្អិតបាតខ្ទះហ្នឹងហើយរួចដល់ហើយយើងចាក់អន្ទង់ចេញមកហ្នឹងហើយម្ទេសហ្នឹងគឺខ្ញុំស្រុះទឹកបាទស្រុះទឹកបងប្អូនយើងខ្ញុំអត់អោសខ្លាញ់ទេបាទដែលស្រុះទឹកនេះគឺខ្ញុំត្រូវប្រើគ្រឿងវាបាទខ្ញុំមានដាក់ខ្លាញ់ហើយខ្ញុំប្រើគ្រឿងជាមួយនឹងមានដូចជាស្ករអំបិលជាមួយនឹងប៊ីចេងបន្តិចដើម្បីយកជាតិពីព្រោះម្ទេសយើងឆាលឿនទៅវាអត់ចូលជាតិទេអញ្ចឹងយើងមានតែស្រុះយើងដាក់ឲ្យវាចូលជាតិមុនដំបូងបាទហើយបងប្អូនយើងអាចអនុវត្តតាមខ្ញុំបានធានាថាមុខម្ហូបនេះគឺអត់ខុសក្បួនខ្នាតទេបងប្អូនយើងត្រូវក្បួនខ្នាតទាំងអស់ហ្នឹងហើយបាទបន្ទាប់មកទៀតគឺយើងចាក់ម្ទេសចេញយើងលាងខ្ទះឲ្យស្អាតមកបាទពេលដែលយើងលាងខ្ទះស្អាតគឺយើងត្រូវប្រើជាមួយនឹងខ្លាញ់ល្អបងប្អូនបាទខ្ទះក្តៅយើងដាក់ខ្លាញ់ចូលទៅបាទហើយយើងចាក់វាចេញបាទតបមកទៀតគឺយើងដាក់គ្រឿងលីងមានម្ទេសជាមួយខ្ទឹមសរបស់យើងមិញហ្នឹងបាទយើងលីងវាមកបាទលីងវាយើងថែមខ្លាញ់បន្តិចបាទលីងវាឲ្យឈ្ងុយទៅបងប្អូនយើងកុំសួរថាហេតុអីបានម្ហូបចិនវាប្រើខ្លាញ់ច្រើនបាទម្ហូបចិនមានតាមប្រភេទម្ហូបបងប្អូនណាម្ហូបខ្លះអត់ខ្លាញ់ក៏មានដែរបាទបើសិនជាម្ហូបកតាំងគឺខ្លាញ់តិចមែនតើម្ហូបកតាំងណាបាទតែបើម្ហូបសៀងឆាយហ្វូណានអីស៊ីឈាន់អីគឺវាទាមទារខ្លាញ់បន្តិចបងប្អូនយើងបាទហ្នឹងហើយយើងដាក់ម្ទេសចូលជាមួយនឹងទងចូលយើងឆាវាមកត្រឡប់ពីទៀតមកហើយខ្ញុំឆ្លៀតប្រើជាមួយនឹងស្រាចិនបាទដាក់មកឆាវមកបាទបន្ទាប់ពីស្រាចិនហើយខ្ញុំទៅលាស់វាមកខ្វាច់ពីទៀតបាទហើយខ្ញុំក៏ចាប់ផ្ដើមបងគ្រឿងបងប្អូនណាបាទមានដូចជាបាទប៊ីចេងបាទស្ករជាមួយម្សៅស៊ុបបន្តិចបាទទឹកស៊ីអ៊ីវប្រេងខ្យងបាទហើយជាមួយនឹងម្រេចសគឺអត់ចោលទេបងប្អូនម្រេចសខ្ញុំយ៉ាងណាក៏អត់ចោលដែរតមកទៀតគឺយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវខ្មៅបាទហើយយើងវាយទឹកបន្តិចលាយជាមួយគ្រឿងនោះឲ្យវារលាយល្អបាទបន្ទាប់មកទៀតគឺយើងអាចក្រឡោះជាមួយនឹងអន្ទង់បាទឲ្យវាចូលជាតិមកបងប្អូនណាបាទហើយចុងក្រោយនេះដែរគឺខ្ញុំយកវៃឆាវាបន្តិចហើយបើកភ្លើងខ្លាំងដើម្បីឲ្យវាឈ្ងុយបងប្អូនយើងបាទ
បាទឥឡូវគឺយើងត្រូវប្រើជាមួយនឹងម្សៅឆាបន្តិចទៀតដើម្បីដាក់ឲ្យវាស្អិតល្អបាទបើសិនយើងអត់ប្រើម្សៅឆាគឺវាអត់ស្អិតល្អទេអញ្ចឹងយើងដាក់ម្សៅឆាបន្តិចមកហើយយើងយកវែកឆាវាបាទឆាវាអញ្ចឹងមកបងប្អូនយើងមើលបាទអជាស្រ័យបងប្អូនយើងបាទចំពោះបងប្អូនយើងដៃចាស់បើសិនមានខុសឆ្គងណាបាទមុខអូននេះមុខមុំនេះដែរគឺខ្ញុំចែកម្លែកទៅបងប្អូនយើងអ្នកដែលអត់ចេះឬក៏អត់ដែលធ្លាប់ធ្វើអញ្ចឹងក៏អាចធ្វើតាមខ្ញុំបានអូខេបាទឥឡូវរួចរាល់ហើយបងប្អូនណាបាទអន្ទង់ឆាម្ទេសរួចរាល់ហើយបងប្អូនយើងបាទដូចបងប្អូនឃើញស្រាប់អញ្ចឹងមួយចាននេះគឺយើងលក់បាន$8បាទអរគុណច្រើនបងប្អូនណាមុខម្ហូបនឹងមានតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាបាទអរគុណច្រើនបាទបាយបាយបាទហើយចេះចុងក្រោយអភ័យទោសបងប្អូនណាបាទយើងអ្នកដែលត្រូវការកាទេសកបិតអីអាចតាក់ទងមកខ្ញុំបានបាទគឺខ្ញុំមានលក់ទាំងអស់បងប្អូនណានៅពេញស្តុបបងអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាបាយបាយ